ចឹងផ្ទះហ្នឹងគឺជាផ្ទះបងប្អូនឥស្លាមតែមិនដឹងថាមានពពួកនឹងនៅឬអត់ទេបងប្អូនភាសាជើងអត់ដាក់បងប្អូននៅគ្នាខ្ញុំទៅកន្លែងផ្ទះមួយផ្ទះនឹងនៅកណ្ដាលវាស្រែហ្មងហើយតន់បានថតនៅខាងលើទេដោយសារផ្លូវនឹងពិបាកដើរវិញមើលផ្លូវសិនស្ងាត់មែនតើបងប្អូនយ៉ាដើមស្រួលល្អិលមានធម្មតាតែតាមវានោះផ្ទះបងប្អូនហើយបងប្អូនខ្ញុំកាលមុននៅក្មេងគឺទៅតាមពូខ្ញុំទៅតាមនេះពួកគាត់ទៅឆ្លោះទៅអីហ្នឹងកាលនោះគឺខ្ញុំដើរទៅជួនកាលគាត់ទុកចោលនៅក្នុងព្រៃគឺដល់ពេលអញ្ចឹងខ្ញុំគេថាអត់មានអារម្មណ៍ភ័យខ្លាចទេតាំងពីនោះមកដល់ឥឡូវអញ្ចឹងបើសិនអ្នកដែលខ្លាចគឺខ្លាចមែនជាពិសេសដោយមិត្តភក្តិខ្ញុំអូបាននោះខ្លាចអត់ហ៊ានមកបើយប់វិញគឺអត់ហ៊ានចេញពីក្នុងផ្ទះទេនេះដូចជាស្រូវគេបងប្អូននៅខាងទន្លេបងប្អូនគឺផ្ទះហ្នឹងលេងផ្ទះថ្មមិនធម្មតាទេបងប្អូននេះគេធ្វើពីសំណង់មានគេនៅដែរអូល្អមែនតើនឹងគាត់ធ្វើគាត់ចាក់
lại nhưng thôi sẵn rồi bong bồn mờ ở chụp à bạn bong bồn lại nhưng làng mờ thì sẵn khanh chạc quạt nào luôn sân tự tắc sọt bong bồn nên sẽ xây sầu thì thằng ngày chán thì còn 4 khai đã mỗi năm pi pon đã 9 trong dù năm này trời nâng thằng ngày 9 cá khai cả đặc bậc cò chiêng sọ ô chmo bong prôn Islam bong prôn sẽ được tắc sọt tắc hố thế bà lời này cho nên tè cái này ấy nhom dịp này nhom xong xong ra nâng nâng mới chụp hay chẳng không bậc cài căn ấy tụi anh nhom còn tài một thọt đầm bay tật dụng
ពពុវិញ្ញាណចឹងផ្ទះហ្នឹងគឺជាផ្ទះបងប្អូនឥស្លាមតែមិនដឹងថាមានពពុនឹងនៅឬអត់ទេបងប្អូនភាសាជើងអត់ដឹងបាទបងប្អូនខ្ញុំដាក់កាមេរ៉ាមកខាងនេះដើម្បីតែឈ្មោះគាត់សម្រានគាត់អីនៅនឹងបណ្ដោយហើយបងប្អូនមិនដឹងថាបងប្អូនខាងឥស្លាមមានពពុវិញ្ញាណដែរឬអត់ទេបងប្អូនប៉ុន្តែអញ្ចឹងខ្ញុំមកកន្លែងនេះគឺចង់ដឹងហើយស្មានផ្ទះខ្មែរដែរកន្លែងនេះតែដល់ពេលមកដល់ក្នុងហ្នឹងមិនដឹងថាអូមែនផ្ទះរបស់ខ្មែរទេគឺពួកគាត់បើសិនតែផ្ទះខ្មែរយើងឡើងមកឃើញមានពុកភូមិមានគេដាក់ជំនាញផ្ទះហ្នឹងស្ងាត់មែនតើបងប្អូនស្ងាត់គួរឲ្យខ្លាចហ្មងរឿងរ៉ាវអីចេះចោះហើយណាបងប្អូនគឺអានោះគឺគាត់ដែលខ្ញុំឃើញផ្ទះទៅខ្ញុំចេះតែមកស្មានដែរហើយត្រូវនិយាយផ្ទះបងប្អូនឥស្លាមទៀត
sắt năng dùng pi bay đó bóng bóng sao sắt sắt ấy mình phịch cho mò cái bạn đấy dùng đôi mình về